ថ្ងៃនេះខ្ញុំបានចូលរួមជាមួយលោកប្អូនរស់កៃនិងលបងអឿនវុធីដើម្បីនាំយកអំណោយបន្តិចបន្តួចជូនដល់គ្រួសារក្រីក្រចំនួន10គ្រួសារដែលរស់នៅក្នុងភូមិទោះអីកុងតុំដូនទាវឃុំពីមឯកស្រុកឯកភ្នំខេត្តបាត់ដំបងអំណោយក្នុងមួយគ្រួសាររួមមានអង្ករ10គីឡូក្រាមមី1កេសគ្រឿងទេស1ថង់មានដូចជាស្ករប៊ីចេងទឹកស៊ីអ៊ីវទឹកម្ទេសនិងសម្ភារៈប្រើប្រាស់ផ្សេងៗក្នុងដំណើរនេះខ្ញុំបានទៅឃើញផ្ទាល់នៅជីវភាពដ៏លំបាករបស់អ៊ំពូមីងលោកតាលោកយាយពួកគាត់សុទ្ធតែមានជំងឺប្រចាំកាយអ្នកខ្លះភ្នែកមើលមិនឃើញអ្នកខ្លះដើរមិនរួចស្ដាប់មិនឮនិងញ័រអស់ទាំងរាងកាយចំណែកគ្រួសារខ្លះមិនមានកូនចៅឬបងប្អូននៅចាំជួយថែទាំទេគឺពឹងផ្អែកទៅលើអ្នកជិតខាងរីឯផ្ទះសម្បែងវិញស្ទើរតែរលំធ្លុះមុខធ្លុះក្រោយពិតជាលំបាកណាស់ពិបាកនឹងបរិយាយដោយពាក្យសម្ដីវីដេអូនេះនឹងបង្ហាញពីការពិតជាក់ស្ដែងថាជីវិតមនុស្សកើតមកដូចគ្នាប៉ុន្តែខ្សែជីវិតមិនដូចគ្នាទេគ្មានអ្វីមានតម្លៃជាងបុណ្យនិងអំពើល្អឡើយដូច្នេះមានតែខិតខំសាងអំពើល្អទុកជាបុណ្យកុសលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ម្ចាស់ជំនួយសមាគម AEKM 77ប្រទេសបារាំងដែលបានឧបត្ថម្ភថវិកាសម្រាប់ទិញអំណោយទាំងនេះសូមជូនពរម្ចាស់ជំនួយនិងក្រុមគ្រួសារទាំងអស់ជួបប្រទះតែពុទ្ធពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈសូមកុំបីឃ្លៀងឃ្លាតឡើយកាត់4កណាត់កាត់4កណាត់ប្រមាត់ដុសសាច់ចាដុសសាច់ទៅលឿនបានអីបាច់nướcឯគាត់គាត់ស៊ីគាត់តែនៅក្នុងមានចិត្តជួយបោះបងគាត់ទៅផ្ទះកន្លែងទៅរួមយោមต้องដាច់ថ្ងៃបើមិនបោះបើឡើយនឹងតែយ៉ាប់អ่ะបើឆ្នាំរាល់ខែបើឆ្នាំរាល់ខែចិត្តចិត្តបាយនេះចូលចិត្តមួយចិត្តអីហ្នឹងចិត្តហ្នឹងចិត្តហ្នឹងបងស្នាសួននេះចិត្តនឹងមានអីទេណោយព្រះអង្គខាងបាត់ពៅអញ្ចឹងលោកនាំខាងសមាគមM77 រស់ព្រះអង្គគេដល់ហើយព្រះអង្គបាយកាវែងទៅចេះនិយាយទៅចេះអរគុណតាំងនាមថ្ងៃនេះជួបមុខឲ្យលោកមេឃុំអរគុណបដិជគុណបានយកអំណោយខាងសមាគមដើម្បីយកមកចែកជូនដល់ប្រជាជនដែលក្រីក្រទូលពុទ្ធជនទាំងជូនពរដល់ម្ចាស់អំណោយទាំងអស់ទាំងក្រៅទាំងក្នុងពិសពរស់ជនឲ្យទទួលបានប្រសិទ្ធក្តីសុខក្តីចម្រើនពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាតឡើយសូមអរគុណបាទសាធុ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 តាម77ទាំងហ្នឹងសម្រាប់ទៅរួមខ្ញុំសូមជូនពរដល់សប្បុរសជនដែលបានជំនួយដែលអីបានឲ្យខ្ញុំបាទខ្ញុំអរគុណណាស់ខ្ញុំមានអ្វីអរគុណមានដៃ10ម៉ែហើយចេញទៀតកាត់មកទៅកាត់ដល់ខាត់មកទៅកាត់អាប់នេះដោយសារវាបានឡើងបានឃើញថាបដោតចំគោលដៅដើម្បីឲ្យព្រះអង្គឃើញច្បាស់លាស់ទាំងគ្នាខ្ញុំបញ្ជូនមកហើយបងជន់មកហើយខ្ញុំមួយចិត្តថ្លៃត្រឹង78 79 78
Tiếng tao cho tay tí nữa nó ọt đấy nóចូលរួមប្រតិយទានហ្នឹងចូលញញោមចាស់ចរិយាប៉ុណ្ណាហើយមកបាននាំយកមកជូនញោមចឹងមិនច្រើនទេប៉ុន្តែទឹកចិត្តប៉ុណ្ណាចឹងញោមចង់មានអី ห้ามยุ่มยุ่มมาตากบอลดี យកមកឃើញលោកមួនមកយកកណ្ដាលចង់ដាក់បាតចង់អីមើលឃើញនេះគុណឃើញចោះចំណាំដែរសើបាន có đọc cái lỗ thôi từ tìm cái chót này mình kèm cho ហើយឲ្យត្រឡប់ទុកសុបាយសុបាយ bùa là khôngចូលរួមពីសង្ឃហទានបីជួនញាតិញោមអរគុណទៅជីវិតណាដល់ពេលអត់កូនមិនដឹងធ្វើម៉េចឥឡូវមិនចាំប្រាប់ឯងច្រើនណាស់គាត់ជាទឹកចិត្តបងចាំសមាគមអើក៏17ហ្នឹងក៏បាន